នេះត្រួយបាទត្រួយចេញគ្រប់មែកតែវាមិនមែនជាលក្ខណៈផ្ទុះត្រួយបាទវាជាត្រួយមង្គលត្រួយវគ្គការផ្លែបណ្ដែបាទក្នុងប៉ុនបាតដៃ2 4 5សន្លឹកហើយដើមវាគឺស្អាតអត់មានទុះទេ273ដើមវាឡើងកាឡាថៃខ្ចឹងឡើងសឡើងសហើយវាប្រេះខាងក្នុងមកចេញក្រហមមកតាមកាឡាហ្នឹងដើមហ្នឹងគឺផ្លែ2វគ្គបាទវគ្គ2នៅខាងលើទូចអាយុ57 58ថ្ងៃវគ្គ1នេះគឺ80ថ្ងៃវគ្គ1ទូចលើនោះវគ្គ2ដើមមួយនេះក៏ដូចគ្នាស្អាតដើមនេះតមកវគ្គ2បាទដោយសារផ្លែវាទូចមើលទៅដូចឃើញតិចហើយត្រួយចឹងវាត្រួយមែនប៉ុន្តែវាជាត្រួយមង្គលទេអត់ធ្វើឲ្យជ្រុះផ្លែហ្នឹងហើយនៅរតនគិរីនេះក្តៅខ្លាំង45អង្សា47អង្សាប៉ុន្តែបើយើងមើលស្មៅនៅក្នុងចកាវិញបាទมันខុសពីខែវស្សាទេដោយសារយើងទឹកគ្រប់គ្រាន់បាទយើងប្រើដោយថាមពលសូឡាអញ្ចឹងយើងស្រោចស្រពវាបាទអត់ខ្វះទេអញ្ចឹងកាលណាទឹកយើងអត់ខ្វះយើង